ខ្ញុំចូលចិត្តប្រយោគព្រាមប្រដៅមួយនេះខ្លាំងណាស់គេបាននិយាយថាចាំទុកណាកូនមនុស្សគ្រប់គ្នាសុទ្ធតែអាចជ្រើសរើសជីវិតរបស់ខ្លួនបានហើយអនាគតរបស់កូនក៏មិនមែនស្ថិតលើសំណាងឬក្នុងដៃរបស់នរណាម្នាក់ដែរតែវានឹងស្ថិតនៅលើអ្វីដែលកូនជ្រើសរើសក្នុងថ្ងៃនេះបើកូនជ្រើសរើសដើរជាមួយឃ្មុំកូននឹងជួបកេសរផ្កាដ៏ស្រស់ស្រាយជាច្រើនបើកូនជ្រើសរើសដើរជាមួយសត្វរុយអ្វីដែលកូនអាចនឹងជួបមានតែរបស់កខ្វក់ហើយគ្មានតម្លៃបើកូនជ្រើសរើសដើរជាមួយមនុស្សឧស្សាហ៍ព្យាយាមរកស៊ីកូននឹងបានរៀនសូត្រពីវិធីរកប្រាក់បើកូនជ្រើសរើសនៅជាមួយមនុស្សខ្ជិលច្រអូសកូននឹងមិនដឹងសូម្បីតែវិធីចាប់ផ្ដើមធ្វើអ្វីមួយបើកូនជ្រើសរើសនៅជាមួយមនុស្សមានចិត្តទូលាយកូននឹងចេះចែករំលែកបើកូននៅជាមួយមនុស្សដែលមានមេត្តាកូននឹងចេះទន់ភ្លន់បើកូននៅជាមួយមនុស្សក្លាហានកូននឹងមិនខ្លាចការចាប់ផ្ដើមជាថ្មីបើកូននៅជាមួយមនុស្សគិតវិជ្ជមានជីវិតកូននឹងមានតែសេចក្តីសុខពេញមួយថ្ងៃគ្រប់យ៉ាងក្នុងជីវិតគឺស្ថិតនៅលើអ្វីដែលកូនជ្រើសរើសបើកូនជ្រើសរើសអ្វីដែលល្អសេពគប់មនុស្សល្អនោះជីវិតរបស់កូននឹងនាំកូនទៅកាន់ផ្លូវដ៏មានតម្លៃព្រោះអ្វីដែលកូនជ្រើសរើសក្នុងថ្ងៃនេះនឹងក្លាយជាជីវិតកូនក្នុងថ្ងៃអនាគត